เหตุมนตรีមានជ័យតវ៉ាប្រឆាំងដាច់អហង្ការករណីខេត្តស្រះកែវលើបដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជាលិខិតតវ៉ារបស់អាយុដំអ៊ុំរីត្រីអភិបាលខេត្តបន្ទាយមានជ័យភាងទៅកាន់អភិបាលខេត្តស្រះកែវប្រទេសថៃប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើបដានៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី28ខែកញ្ញាឯកឧត្តមអ៊ុំរីត្រីបានប្រកាសតវ៉ាប្រឆាំងដាច់ខាតអហង្ការចំពោះសកម្មភាពដដែលនៃការលើកបដាតវ៉ារដ្ឋបាលខេត្តស្រះកែវប្រទេសថៃជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផលក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទតាំងពីយូរយារណាស់មកហើយគឺមុនពេលចុះហត្ថលេខាស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនកម្ពុជា MOU 2000ចូលជាធរមានរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថារដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែននិងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននឹងកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌព្រំដែនសីមារួចរាល់នោះទេបន្ថែមទៀតនោះអភិបាលខេត្តបន្ទាយមានជ័យបានចាត់ទុកសកម្មភាពឯកតោភាគីដដែលរបស់ថៃគឺជាការបង្កហេតុផលនាំឲ្យមានភាពតានតឹងកើនឡើងនឹងតំបន់កំពុងមានចំនួននេះជាការបំពេញបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនិងលទ្ធផលនៃកិច្ចប្រជុំ TBC ORBC និង GBC រវាងប្រទេសទាំងពីរបើតាមលិខិតដដែលរបស់ឧត្តមអ៊ុំរីត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យស្នើសុំឲ្យរដ្ឋបាលខេត្តស្រះកែវប្រទេសថៃចូលរួមផ្ដល់កិច្ចសហការចាត់វិធានការបញ្ឈប់នៅសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើមប្រកាន់ខ្ជាប់ដោយសិទ្ធិចិត្តនៅលក្ខណៈបាត់ឈប់បាញ់និងបញ្ឈប់នៅផែនការបណ្ដេញប្រជាពលរដ្ឋរាប់រយគ្រួសារចេញពីផ្ទះសម្បែងនិងដីធ្លីដែលបានរស់នៅជាច្រើនទសវត្សរ៍មកហើយ